ការយកចិត្តទុកដាក់របស់យើងប្រៀបដូចជាខ្សែដែលមើលមិនឃើញវាត្បាញជីវិតរបស់យើងរួមបញ្ចូលគ្នាអ្វីដែលយើងជ្រើសរើសផ្ដោតទៅលើវានឹងក្លាយជាការពិតទោះបីជាយើងមិនបានដឹងពីរឿងនេះក៏ដោយអ្វីដែលយើងគិតអ្វីដែលយើងយកចិត្តទុកដាក់តាំងពីព្រលឹមរហូតដល់យប់វានឹងកំណត់ថាតើជីវិតរបស់យើងបែបណាការយកចិត្តទុកដាក់ប្រៀបដូចជាពន្លឺកន្លែងណាដែលយើងបញ្ចាំងទៅវានឹងភ្លឺនៅពេលដែលយើងផ្ដោតលើបញ្ហានឹងកើនឡើងនៅពេលដែលយើងផ្ដោតទៅលើភាពរីករាយការដឹងគុណអារម្មណ៍នៃសន្តិភាពនឹងកើតឡើងដូចគ្នាទិសដៅនៃការយកចិត្តទុកដាក់របស់យើងបង្កើតនូវការយល់ឃើញហើយការយល់ឃើញរបស់យើងបង្កើតនូវការពិតយូរទៅវាបង្កើតជាមូលដ្ឋានគ្រឹះនៃទម្លាប់ផ្នត់គំនិតនិងសូម្បីតែសុភមង្គលរបស់យើងការយកចិត្តទុកដាក់របស់យើងងាយនឹងខ្ចាត់ខ្ចាយណាស់យើងអូសទូរស័ព្ទដោយគ្មានទីបញ្ចប់លោតពីការគិតមួយទៅការគិតមួយដោយគ្មានភាពច្បាស់លាស់ការខ្ចាត់ខ្ចាយទាំងអស់នេះធ្វើឲ្យយើងមានការថប់បារម្ភមានអារម្មណ៍ទទេស្អាតហើយអារម្មណ៍ផ្សារភ្ជាប់ជាមួយនឹងខ្លួនឯងក៏ត្រូវបានកាត់ផ្តាច់កាលណាយើងអនុញ្ញាតឲ្យអារម្មណ៍របស់យើងត្រូវបានរសាត់ទៅក្នុងរឿងទាំងអស់នេះថាមពលនៃការច្នៃប្រឌិតភាពរីកចម្រើននឹងត្រូវបានថមថយការយកចិត្តទុកដាក់ក៏មានអំណាចក្នុងការព្យាបាលនិងផ្លាស់ប្ដូរផងដែរនៅពេលដែលយើងផ្ដល់ការយកចិត្តទុកដាក់ពេញលេញរបស់យើងដល់មនុស្សម្នាក់ពួកគេនឹងមានអារម្មណ៍ថាមានតម្លៃនៅពេលដែលយើងយកចិត្តទុកដាក់ទៅលើគំនិតរបស់យើងនឹងចាប់ផ្ដើមយល់ពីអារម្មណ៍របស់យើងនៅពេលដែលយើងផ្ដោតការយកចិត្តទុកដាក់ទៅលើគោលបំណងរបស់យើងនឹងមានការរីកចម្រើនលូតលាស់រាល់ការផ្លាស់ប្ដូរដ៏មានអត្ថន័យនៅក្នុងជីវិតចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្ដូរនៅការយកចិត្តទុកដាក់មនុស្សដែលរៀនគ្រប់គ្រងនៅការយកចិត្តទុកដាក់របស់ខ្លួនបាននឹងទទួលបាននូវការគ្រប់គ្រងលើទិសដៅនៃជីវិតរបស់ខ្លួនអ្វីដែលយើងយកចិត្តទុកដាក់ទៅលើគឺជាអ្វីដែលយើងកំពុងវិនិយោគទៅក្នុងជីវិតប្រសិនបើយើងបំពេញថ្ងៃរបស់យើងដោយការរំខានចិត្តរបស់យើងនឹងឆ្លុះបញ្ចាំងពីភាពវឹកវរនោះប៉ុន្តែប្រសិនបើយើងយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍនោះលទ្ធផលរបស់វាក៏នឹងរៀបចំពិភពលោកខាងក្នុងរបស់យើងដូចគ្នាសរុបមកការយកចិត្តទុកដាក់របស់យើងមិនមែនគ្រាន់តែជាអ្វីមួយដែលគ្មានរូបរាងនោះទេវាគឺជាកម្លាំងដែលបង្កើតគំនិតជំនឿនិងការពិតរបស់យើងអ្វីដែលយើងយកចិត្តទុកដាក់ទៅលើវានឹងឆ្លើយតបមកវិញមកកាន់ជីវិតរបស់យើងមានជំរើសក្នុងការអនុញ្ញាតឲ្យវារសាត់ទៅដោយគ្មានទិសដៅឬដឹកនាំវាទៅកាន់អ្វីដែលសំខាន់ហើយនៅពេលដែលយើងជ្រើសរើសដោយភាពឆ្លាតវៃយើងនឹងចាប់ផ្ដើមរស់នៅដោយភាពច្បាស់លាស់ជីវិតមិនដំណើរការដោយចៃដន្យទេវាដំណើរការទៅតាមការយកចិត្តទុកដាក់របស់យើង